មួយនោះយើងហៅថាប្រភេទត្រីត្រសក់នេះបាទត្រីត្រសក់ត្រីត្រសក់ទីពោព្រុយនេះចង់បង្ហាញបងទីពោព្រុយនេះមួយទីពោព្រុយនេះគឺវាខុសពីទីពោរបស់យើងធម្មតាត្រង់ថាសាក់នៅក្លៀកហើយវាមានធ្មង់កោងដូចត្រីឆ្លាមអញ្ចឹងហើយមុខរបស់វាដូចឆ្លាមអញ្ចឹងអ្នកខ្លះគេហៅវាឆ្លាមទឹកសាបនេះពោព្រុយនេះបាទនេះពូនេះវាស៊ីសាច់ជាអាហារដែរជាពិសេសគឺប្រភេទសាក់សពពេលដែលមានសត្វស្លាប់ឬក៏ត្រីស្លាប់បែបណាដែរគឺពូនឹងទៅឲ្យចូលចិត្តដែរបាទចាប់យកខ្ញុំអត់នឹកស្មានអត់នឹកថានៅក្នុងប្រទេសកម្ពុជាយើងមានត្រីច្រើនប្រភេទណាបាទយើងមានច្រើនប្រភេទហើយនៅនេះយើងដាក់តែប្រមាណប្រភេទទេយើងមានជាប្រភេទត្រីរាជកូរាំងពោព្រុយត្រីបបែលទឹកសាបរបស់យើងត្រីកត្រាប់ខ្លាគឺនៅក្នុងនៃអភិរក្សនិងអប់រំហ្នឹងឯងដែលឲ្យសិស្សានុសិស្សគាត់បានមកសិក្សាស្វែងយល់ពីប្រភេទត្រីរបស់យើងនេះពោព្រុយបងនេះពោព្រុយពួកនេះអាចធំដល់ទៅ300គីឡូដែរណាបងបាទធំ300គីឡូ3ម៉ែត្រនិយាយទៅអំបោពោព្រុយត្រីរាជហើយនិងកូរាំងគឺអាចធំហាក់ផាយគ្នាដល់ទៅ300គីឡូ3ម៉ែត្រមកអញ្ចឹងថ្ងៃក្រោយអាងនេះអត់ត្រូវប៉ាន់វានេះបាទយើងមានអ្នកជំនាញខាងត្រីរបស់យើងដែលគាត់គណនាពីការរស់នៅរបស់វាអញ្ចឹងការដាក់ចំណីចំណុកអីក៏យើងមានអ្នកបច្ចេកទេសដែរនៅអាងនេះគឺកន្លះលានលីត្រទឹកនៅក្នុងអាងនេះណាបងហើយមានជំរឿធំអញ្ចឹងធំបងមានជំរឿ3ម៉ែត្រជាង3ម៉ែត្រជាងហើយការដាក់ចំណីគឺយើងមានអ្នកជំនាញរបស់យើងដែលគាត់ចុះទៅដាក់ចំណី2ដងក្នុងមួយថ្ងៃអញ្ចឹងនៅទីនេះនៅពីក្រោយភាពស្រស់ស្អាតដែលយើងកំពុងតែបានឃើញនេះគឺវាឆ្លងកាត់នៅបេះដូងនៃអក្សររបស់យើងនៅខាងក្នុងដែលនៅក្នុងបេះដូងរបស់យើងហ្នឹងគឺយើងមានប្រព័ន្ធចម្រោះនៅក្នុងនោះយើងមានម៉ូទ័រដែលបូមទឹកវិល24ម៉ោងលើ24ម៉ោងប្រៀបបាននឹងបេះដូងរបស់យើងច្បាច់ជាឲ្យវារឹតទាំងដូចគ្នាអញ្ចឹងនៅក្នុងនោះគឺយើងមានប្រព័ន្ធចម្រោះរបស់យើងដែលមានជាប្រភេទអាងខ្សាច់ដែលវាចម្រោះចាប់យកកាកសំណល់ផ្សេងហើយយើងមានហូរកាត់នៅប្រព័ន្ធ UV និង Ozone ក្លុកចូលគ្នាហើយបានវាសម្រាប់មេរោគផ្សេងបំលែងពីនីត្រាតហ្នឹងភេទអាម៉ូញ៉ាអីផ្សេងហ្នឹងឲ្យទៅជាសមាសធាតុល្អហើយបានវិលហូរចាក់មកក្នុងយើងវិញបាទល្អមានការថែទាំយ៉ាងច្បាស់ហើយអ្នកជំនាញរបស់យើងហ្នឹងគឺពួកគាត់ចង់ទៅដាក់ចំណីផ្ទាល់ហ្នឹងគឺយើងអាចស្វែងយល់ពីត្រីនឹងដែរថាតើប្រភេទត្រីនឹងវា stress ឬក៏វាមានបញ្ហាអីណាមួយយើងដឹងភ្លាមយើងដកវាចេញយកមកព្យាបាលនៅខាងក្រោយបាទចឹងមកប្លុកនេះគឺយើងហៅថាត្រីដែលមកពីតំបន់ Amazon គឺនេះបបែលទឹកសាបនេះបបែលមកពីតំបន់ Amazon ដែរបាទពេលអញ្ចឹងផាច់ជាឆ្ងល់ហេតុអីបានមានប្រភេទត្រីនៅតំបន់ Amazon មកនៅក្នុងនេះដែលយើងដាក់នៅក្នុងនេះអភិរក្សនិងអប់រំហ្នឹងគឺធម្មតាប្រសារយើងធ្វើទៅលើកិច្ចការងារសង្គ្រោះ Good morning. How are you? Good, thank you. Welcome. How are you? Yeah, I'm good. I'm good. I just messaged you to say what time you arrived. Okay. ចឹងនេះបបែលទឹកសាបរបស់យើងទេដែលកាលហ្នឹងដោយសារតែយើងធ្វើទៅលើកិច្ចការងារអភិរក្សអប់រំហើយនិងសង្គ្រោះអញ្ចឹងអំឡុងពេលដែលយើងកសាងអក្វារៀមរបស់យើងហ្នឹងគឺមានកូនអក្វារៀមមួយនៅខាងភ្នំពេញពេលកូវីដហ្នឹងគាត់បិទតែកាលណាគេបិទប្រភេទសត្វទាំងអស់នេះវាមិនមែនជាអម្បូរត្រីរបស់កម្ពុជាយើងទេអញ្ចឹងបើគិតប្រឡែងចូលទៅក្នុងដែនធម្មជាតិរបស់យើងអត់កើតទេអញ្ចឹងគាត់តាក់ទងទៅខាងជលផលហើយអំឡុងពេលកាលហ្នឹងយើងកំពុងតែធ្វើផងក៏យើងរៀបចំមកប្រឡោះហ្នឹងសម្រាប់ដាក់បង្ហាញប្រភេទត្រីដែលមកពីតំបន់ Amazon ហ្នឹងទៅដើម្បីទីមួយនៅក្នុងការធ្វើការប្រៀបធៀបគ្នាពីភាពខុសគ្នារវាងត្រីទឹកសាបនៅក្នុងកម្ពុជារបស់យើងហើយនិងប្រភេទត្រីនៅតំបន់ Amazon ហ្នឹងអញ្ចឹងក្នុងន័យហ្នឹងគឺក្នុងន័យអប់រំនឹងឯងហើយជាសារមួយចង់ដាស់តឿនទៅកាន់ភ្ញៀវទេសចរជាតិអន្តរជាតិឲ្យគាត់ភ្ញាក់រលឹកថាបើសិនជាវាអត់មានជាអម្បូររបស់កម្ពុជារបស់យើងទេគឺមិនស័ក្តិសមនឹងប្រឡែងចូលទៅក្នុងដែនជម្រករបស់យើងទេបាទមុនតែឆប់អាលលិចទៅខាងក្រៅអញ្ចឹងវាត្រូវតែ